នាយកបាទថ្នាក់ឧត្តមសេនីយ៍ចំនួន23រូបត្រូវបានប្រមុខរដ្ឋស្ដីទីចេញព្រះរាជកិច្ចដាក់ឲ្យចូលនិវត្តន៍រាជធានីភ្នំពេញក្នុងបរមនាមនិងតាមព្រះរាជត្រាស់បង្គាប់សម្ដេចតេជោហ៊ុនសែនប្រមុខរដ្ឋស្ដីទីបានចេញព្រះរាជកិច្ចត្រាស់បង្គាប់ដាក់ឲ្យចូលនិវត្តន៍នាយឧត្តមសេនីយ៍ក្របខ័ណ្ឌមន្ត្រីនគរបាលជាតិកម្ពុជាក្រសួងមហាផ្ទៃចំនួន23រូបនេះបើតាមព្រះរាជកិច្ចដែលបណ្ដាញសារព័ត៌មានទទួលបាននាថ្ងៃទី22ខែមេសាឆ្នាំ2026ក្នុងព្រះរាជកិច្ចបានឲ្យដឹងថានាយនគរបាលថ្នាក់ឧត្តមសេនីយ៍ដែលត្រូវបានដាក់ឲ្យចូលនិវត្តន៍នោះរួមមានថ្នាក់ឧត្តមសេនីយ៍ផ្កាយ3ចំនួន3រូបថ្នាក់ឧត្តមសេនីយ៍តូផ្កាយ2ចំនួន8រូបនិងថ្នាក់ឧត្តមសេនីយ៍ត្រីផ្កាយ1ចំនួន12រូបនៅក្នុងនោះការដាក់ចូលនិវត្តន៍នាយឧត្តមសេនីយ៍ក្របខ័ណ្ឌមន្ត្រីនគរបាលជាតិក្រសួងមហាផ្ទៃមាន23រូប1ឧត្តមសេនីយ៍ឯកដួងងៀបអត្តលេខ0553 2ឧត្តមសេនីយ៍ឯកធាវសុខៈអត្តលេខ08ខ្សែគុណ3ឧត្តមសេនីយ៍ឯកហេងច័ន្ទធារីអត្តលេខ07 527 4ឧត្តមសេនីយ៍តូឈីវឈុនស៊ីមអត្តលេខ0286 5ឧត្តមសេនីយ៍តូហួតស៊ូអត្តលេខ0835 6ឧត្តមសេនីយ៍តូហេងវ៉ាន់ដេតអត្តលេខ0977ឧត្តមសេនីយ៍តូវ៉ាន់កុសលអត្តលេខ1491ឧត្តមសេនីយ៍តូប្រាក់ពៅអត្តលេខ4804ឧត្តមសេនីយ៍តូស៊ីនិតអត្តលេខ5244ឧត្តមសេនីយ៍តូលឹមហុកលីអត្តលេខ4168ឧត្តមសេនីយ៍តូមានកូតារាអត្តលេខ07092ឧត្តមសេនីយ៍ត្រីប៉ោរដ្ឋាអត្តលេខ01276ឧត្តមសេនីយ៍ត្រីទូចសឿនអត្តលេខ01868ឧត្តមសេនីយ៍ត្រីឆិនឈូនអត្តលេខ02326ឧត្តមសេនីយ៍ត្រីរ៉ែមវិរៈអត្តលេខ04261ឧត្តមសេនីយ៍ត្រីសាយដេតអត្តលេខ04681ឧត្តមសេនីយ៍ត្រីជួបសារ៉េតអត្តលេខ05729ឧត្តមសេនីយ៍ត្រីកែវខេមរាអត្តលេខ67081ឧត្តមសេនីយ៍ត្រីនៅអេងវ៉ានីអត្តលេខ07996ឧត្តមសេនីយ៍ត្រីផាតផលីអត្តលេខ0821ឧត្តមសេនីយ៍ត្រីអុកសំអៀងអត្តលេខ14841ឧត្តមសេនីយ៍ត្រីផាត់ច័ន្ទថុលអត្តលេខ27032ឧត្តមសេនីយ៍ត្រីវងណាវុធអត្តលេខ22999មេត្រា2សម្ដេចមហាបបរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាត្រូវទទួលបន្ទុកអនុវត្តព្រះរាជកិច្ចនេះចាប់ពីថ្ងៃឡាយប្រហ័ននេះតទៅធ្វើនៅរាជធានីភ្នំពេញនាថ្ងៃ2ខែមេសាឆ្នាំ2026ក្នុងបរមនាមនឹងត្រាស់ព្រះរាជត្រាស់បង្គាប់ប្រមុខរដ្ឋស្ដីទីហត្ថលេខាសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនបានចម្លងត្រឹមត្រូវតាមច្បាប់ដើមចូលរដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រីរដ្ឋលេខាធិការប្រចាំការត្រាហត្ថលេខាបណ្ឌិតសភាចារ្យហ៊ីងថូរ៉ាស៊ីលោកវ៉ាងយីនិងលោកតុងជុននៅមកដល់កម្ពុជានៅរសៀលនេះដើម្បីចូលរួមកិច្ចសន្ទនាយុទ្ធសាស្ត្រ 2+2 រាជធានីភ្នំពេញរដ្ឋមន្ត្រីការប្រទេសចិនលោកវ៉ាងយីនិងរដ្ឋមន្ត្រីការពារជាតិចិនលោកតុងជុននៅមកដល់កម្ពុជានៅរសៀលថ្ងៃនេះដើម្បីចូលរួមកិច្ចប្រជុំលើកទី1យន្តការកិច្ចសន្ទនាយុទ្ធសាស្ត្រ 2+2 រវាងរដ្ឋមន្ត្រីការបរទេសនិងរដ្ឋមន្ត្រីការពារជាតិកម្ពុជាចិនដែលប្រពៃឡើងនៅទីស្តីការក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិកម្ពុជាជាប្រទេសទី2បន្ទាប់ពីឥណ្ឌូនេស៊ីដែលចិនសម្រេចរៀបចំកិច្ចសន្ទនាដ៏មានសារៈសំខាន់នេះឡើង
ដែលកិច្ចសន្ទនានេះនឹងជំរុញទំនាក់ទំនងយុទ្ធសាស្ត្រកម្រិតខ្ពស់ធ្វើឲ្យស៊ីជម្រៅនៅទំនុកចិត្តផ្នែកនយោបាយនិងសន្តិសុខនិងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរកិច្ចសន្ទនាយុទ្ធសាស្ត្រ 2+2 ធ្វើឡើងទៅតាមគោលការណ៍ឯកភាពគ្នារវាងថ្នាក់ដឹកនាំកម្ពុជាកម្ពុជាចិនក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់លោកប្រធានាធិបតីស៊ីជីនពីងមកកាន់កម្ពុជាកាលពីខែមេសាឆ្នាំ2025ក្នុងឡុងពេលដែលស្នាក់នៅរាជធានីភ្នំពេញឥឡូវអេសរជនជាន់ខ្ពស់ទាំងពីររូបនឹងចូលរួមជួបការសម្ដែងការគួសមដែលតម្លៃពីគ្នាចំពោះសម្ដេចតេជោហ៊ុនសែនប្រមុខរដ្ឋស្ដីទីនិងជាប្រធានព្រឹទ្ធសភានិងសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃកម្ពុជាផងដែរបន្ទាប់ពីកិច្ចសន្ទនា 2+2 លោកវ៉ាងយីនឹងបន្តបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជានៅថ្ងៃទី23ខែមេសាឆ្នាំ2026លោកនឹងមានជំនួបពិភាក្សាស៊ីជម្រៅជាមួយនឹងលោកឧបនាយករដ្ឋមន្ត្រីប្រាក់សុខុនក្រសួងការបរទេសស្ដីពីការជំរុញការអនុវត្តក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការនានាដែលមានស្រាប់ក្នុងការរួមចំណែកដល់សន្តិសុខសន្តិភាពស្ថិរភាពនិងការអភិវឌ្ឍក្នុងនិងក្រៅតំបន់ផងដែរបាទនេះគឺជាការជួបជំនួបបាទជាមួយនឹងរដ្ឋមន្ត្រីក្រសួងការបរទេសចិនបាទលោកវ៉ាងយីក៏ដូចជាលោកតុងជុនបាទលោកនឹងធ្វើទស្សនកិច្ចមកដល់ប្រទេសកម្ពុជានារសៀលថ្ងៃនេះផងដែរហើយជំនួបជាមួយនឹងសម្ដេចតេជោហ៊ុនសែនក៏ដូចជាសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាផងដែរជំនុំនេះគឺជាកិច្ចសន្ទនាបាទយុទ្ធសាស្ត្រ 2+2 ធ្វើឡើងតាមគោលការណ៍ឯកភាពគ្នារវាងថ្នាក់ដឹកនាំកម្ពុជាចិនកម្ពុជាក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់លោកប្រធានាធិបតីស៊ីជីនពីងដែលលោកមកកាន់ប្រទេសកម្ពុជាកាលពីខែមេសាឆ្នាំ2025កន្លងទៅផងដែរតែទូជាមួយនឹងព័ត៌មានជាតិអន្តរជាតិបាទសូមធ្វើការបញ្ចប់ផងដែររងចាំព័ត៌មានថ្មីៗពី Channel របស់យើងខ្ញុំសូមអរគុណសូមជម្រាបលា